និងតកសុទ្ធតែអាចយកមកព្យាបាលជំងឺបានដូចគ្នាប៉ុន្តែការព្យាបាលនេះអាស្រ័យលើជំងឺការឈឺនិងរបួសដែលយើងមានការប្រើប្រាស់កម្ដៅឬទឹកក្ដៅជួយបង្កើនលំហូរឈាមទៅកាន់តំបន់ដែលរងរបួសវាជួយដល់ការបន្ធូរសាច់ដុំនិងកាត់បន្ថយការឈឺចាប់យើងអាចស្អំទឹកក្ដៅអ៊ុនៗពី15ទៅ20នាទីដើម្បីជួយកាត់បន្ថយការតឹងសាច់ដុំកម្រិតស្រាលជាពិសេសនៅមុនពេលធ្វើសកម្មភាពរាងកាយដូចជាហាត់ប្រាណជាដើមយើងធ្វើបែបនេះគឺជាការកម្ដៅសាច់ដុំគេក៏អាចប្រើការស្អំកម្ដៅនេះនៅក្រោយរយៈពេល72ម៉ោងបន្ទាប់ពីរងរបួសដែរជាពិសេសនៅពេលដែលរបួសយើងឈប់ហើមនៅពេលខ្លះទៀតគេប្រើវិធី steam sauna ឬត្រាំទឹកក្ដៅអ៊ុនៗដើម្បីបន្ធូរអាការៈជំងឺមួយចំនួនចំពោះបំរុងប្រយ័ត្នវិញអ្នកប្រើប្រាស់ត្រូវប្រយ័ត្នចំពោះកម្ដៅដោយគួរយកកម្រិតកម្ដៅក្ដៅអ៊ុនៗមិនមែនក្ដៅខ្លាំងដើម្បីជៀសវាងដល់ការរលាកស្បែកមួយវិញទៀតយើងក៏មិនគួរប្រើកម្ដៅលើរបួសដាច់រលាត់និងហូរឈាមដែរព្រោះវាជំរុញឲ្យអាការៈកាន់តែធ្ងន់ធ្ងរជាងមុនក្នុងករណីមានការក្ដៅខ្លួនកម្រិតស្រាលយើងអាចជូតខ្លួនជាមួយទឹកក្ដៅអ៊ុនៗដោយប្រើកន្សែងជ្រលក់ទឹកក្ដៅហើយយកវាមកជូតតាមក្លៀកចន្លោះផ្លូវនិងថ្ងាសទឹកក្ដៅអ៊ុនៗនេះជួយឲ្យសរសៃឈាមរីកធំនិងបញ្ចេញកម្ដៅបានលឿនជាមួយគ្នានេះដែរយើងហាមប្រើទឹកកកព្រោះវាអាចធ្វើឲ្យសរសៃឈាមរួយបន្តិចនិងធ្វើឲ្យរាងកាយយើងញ័រនេះជាមូលហេតុដែលធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយរបស់យើងកាន់តែកើនឡើងជាងមុនក្រោយពីនេះយើងត្រូវញ៉ាំទឹកឲ្យបានច្រើនស្លៀកពាក់ខោអាវស្ដើងៗនិងសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យអាការៈកាន់តែឆាប់ធូរស្បើយការធ្វើរបៀបនេះជួយឲ្យរាងកាយរបស់យើងទទួលបានជាតិទឹកគ្រប់គ្រាន់និងបញ្ចេញកម្ដៅបានងាយស្រួលពីរាងកាយហើយការសម្រាកជួយឲ្យរាងកាយរបស់យើងមិនចាំបាច់ធ្វើសកម្មភាពច្រើនពេកដែលជាមូលហេតុនាំឲ្យកម្ដៅកើនឡើងក្នុងករណីយើងមានអាការៈគ្រុនក្ដៅធ្ងន់ធ្ងរយើងចាំបាច់ត្រូវប្រើប្រាស់ថ្នាំសង្គ្រោះបឋមដូចជាប៉ារ៉ាសេតាមុលហើយត្រូវប្រើវាតាមកម្រិតដែលគ្រូពេទ្យឬឱសថការីណែនាំប៉ុន្តែបើសិនជាយើងមានរោគសញ្ញាដូចជាសីតុណ្ហភាពខ្ពស់ពេកលើសពី39អង្សាសម្រាប់មនុស្សពេញវ័យឬ38អង្សាសម្រាប់ទារកមានការក្ដៅខ្លួនជាប់គ្នាលើសពី3ថ្ងៃដោយមិនឃើញថយចុះបូករួមនឹងសញ្ញាគ្រោះថ្នាក់ផ្សេងទៀតដូចជាឈឺកខ្លាំងដកដង្ហើមញាប់មានកន្ទួលលើស្បែកឬវង្វេងវង្វាន់រហូតដល់មានការប្រកាសជាដើមយើងមិនអាចបន្តព្យាបាលនៅផ្ទះទៀតបានទេយើងត្រូវប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យយើងដឹងហើយថាការប្រើប្រាស់ទឹកក្ដៅអ៊ុនៗសម្រាប់ព្យាបាលជំងឺអាចព្យាបាលត្រឹមតែគ្រុនក្ដៅធម្មតាឬកម្រិតស្រាលប៉ុណ្ណោះដូចគ្នានេះដែរអាហារការហាត់ប្រាណឲ្យបានទៀងទាត់និងការគេងឲ្យបានគ្រប់គ្រាន់ជួយឲ្យសុខភាពរបស់យើងកាន់តែរឹងមាំដូចនេះយើងគួរយកចិត្តទុកដាក់ចំពោះទម្លាប់ប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ